សាច់គោតកូននេះខ្ញុំឃើញដូចជារៀងល្បីយូរដែរហើយក៏ដាក់បានធ្វើទៀតអញ្ចឹងហើយចង់សាករសជាតិមើលថាតើរសជាតិនឹងឆ្ងាញ់មែនអត់ដូចគេធ្វើហ្នឹងណាមានន័យបងប្អូនធ្វើចេញមកស្តៀងនឹងគោកិច្ចតាពេលដែលយើងញ៉ាំទៅហើយមើលវិញទៀតអ្វីដែលសំខាន់ជាងគេលើការលាយទឹកជ្រលក់នឹងតែម្ដងយើងធ្វើទឹកជ្រលក់នឹងឲ្យតែត្រូវរសជាតិទៅដឹងតែញ៉ាំទៅជក់មាត់ទៅចំពោះទឹកជ្រលក់គឺយើងប្រើចំនួនទឹកតៅហ៊ូខ្ទឹមហើយនឹងម្ទេសនេះគឺយើងបុកបញ្ចូលគ្នាមើលតែបានប៉ុណ្នេះហើយគឺយើងអាចយកជាការបានចាប់ផ្ដើមដាក់សាច់តៅហ៊ូនឹងចូលចំពោះតៅហ៊ូបងប្អូនចង់ប្រើម៉ាអីក៏បានដែរយើងប្រើចំនួន2ស្លាបព្រាបាយកន្លះបន្ទាប់មកទៀតគឺជាទឹកដោះគោខាប់ចំនួន2ស្លាបព្រាបាយកន្លះដូចគ្នាស្ករ1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេហើយចុងក្រោយគេគឺជាទឹកក្រូចឆ្មាសម្រាប់រសជាតិគឺយើងយកបែបរៀងជូរអែមមកបងប្អូនប្រៃមកល្មមទៅបានណៃចាបន្ទាប់ពីយើងដាក់គ្រឿងក្រៅលាយមើលបានថាត្រូវរសជាតិដែលយើងចង់បានហើយគឺយើងអាចដួសទុកបានដែរណាដើម្បីត្រៀមញ៉ាំជាមួយនឹងគោតកូននឹងឯងចំពោះការធ្វើគោតកូនសាច់គោគឺយើងត្រូវការប្រឡាក់ជាមួយនឹងគ្រឿងក្រៅតាមបន្តិចបានទេណាគឺខ្ញុំប្រើជាមួយនឹងម្សៅស៊ុប1ស្លាបព្រាកាហ្វេហើយទឹកប្រេងខ្យង2ស្លាបព្រាកាហ្វេបន្ទាប់មកទៀតគឺខ្ញុំថែមម្ទេសបុកជាមួយនឹងខ្ទឹមនឹងយកមកប្រឡាក់ជាមួយគ្នាបងប្អូនដើម្បីឲ្យសាច់គោរបស់យើងមានក្លិនឈ្ងុយហើយមានរសជាតិឆ្ងាញ់សម្រាប់សាច់គោបងប្អូនគួរតែទិញសាច់ណាដែលរាងផុយល្អហើយចុះខ្លាញ់តិចតិចដូចខ្ញុំអញ្ចឹងពេលដែលយើងធ្វើជាប្រភេទគោតកូនអញ្ចឹងគឺក្លិនឈ្ងុយហើយរសជាតិវាខ្ទេចខ្ទីឆ្ងាញ់ទៀតចំពោះប៊ឺគឺខ្ញុំប្រើចំនួន1ស្លាបព្រាបាយពេញគឺយើងកូរប៊ឺនឹងឲ្យវាលីងសប់បន្តិចសិនចាំដាក់ខ្ទឹមសហើយនឹងម្ទេសដែលយើងបុកមិញនឹងចូលមកលីងបន្តិចដើម្បីឲ្យវាមានក្លិនឈ្ងុយចាំយើងដាក់បន្លែចូលចំពោះបន្លែគឺមានតែមួយមុខនឹងឯងជាតួអង្គសំខាន់ជាងគេគឺតកូនណាបងប្អូនប្រើជាមួយនឹងតកូនស្រួយគឺញ៉ាំឆ្ងាញ់វាអត់ស្វិតទេណាឥឡូវបងប្អូនសាកក្លេកមកមើលទឹកតៅហ៊ូរបស់ខ្ញុំលាយនេះហើយនិយាយពីថាត្រូវនឹងរសជាតិសាច់គោរបស់ខ្ញុំមែនទែនគឺសាច់គោរបស់យើងក៏បានផុយល្អហើយក្លិនឈ្ងុយរីឯទឹកតៅហ៊ូគឺយើងលាយបែបរៀងខាប់ៗអញ្ចឹងបើញ៉ាំទៅជក់មាត់គឺយើងលាយបែបរៀងប្រៃផ្អែមជូរមកល្មមរីឯហឹលវិញបងប្អូនចង់ដាក់ប៉ុណ្ណាក៏បានដែរតាមចំណង់ចំណូលចិត្តដែលបងប្អូនខ្លះដែលគាត់អត់ចូលចិត្តហឹលបើចាំដាក់ម្ទេសក៏បានដែរសំខាន់ជាងគេលើសាច់គោនឹងមួយទៀតគឺយើងរកសាច់ដែលផុយល្អមកគឺញ៉ាំទៅដឹងទៅជក់មាត់ទៅចំពោះសាច់គោនេះបងប្អូនចង់បានជាប្រភេទសាច់ផុយល្អបងប្អូនគួរតែប្រាប់អ្នកលក់យកសាច់ដែលជាប់ខ្លាញ់តិចតិចដូចខ្ញុំអញ្ចឹងគឺញ៉ាំទៅខ្ទេចខ្ទីឆ្ងាញ់ណាស់អញ្ចឹងហើយសម្រាប់សាច់គោតកូនមួយមុខនេះពេលដែលធ្វើឲ្យគឺឆ្ងាញ់ដូចតែគេល្បីមែនតាបងប្អូនគឺញ៉ាំជក់មាត់មែនទែនសូម្បីតែគ្រួសារក៏គាត់ទៅសារមកដាច់ពីមាត់ដែរគាត់ថាសាច់គោតកូននេះគឺញ៉ាំឆ្ងាញ់ណាស់អញ្ចឹងហើយសម្រាប់មួយមុខនេះបងប្អូនធ្វើឲ្យអាចធ្វើជាប្រភេទគ្រឿងក្លែមក៏បានឬក៏យើងធ្វើឲ្យញ៉ាំជាមួយនឹងបាយគឺឆ្ងាញ់ដូចគ្នានិយាយតែសាច់គោម្ហូបតកូនហ្នឹងគឺអត់ពិបាកធ្វើឲ្យជាពិសេសយើងធ្វើមកញ៉ាំត្រូវគ្រប់មុខហ្នឹងមិនថាបាយឬក៏យើងធ្វើជាប្រភេទគ្រឿងក្លែមដូចខ្ញុំប្រាប់ហ្នឹងគឺឆ្ងាញ់មែនទែនសំខាន់ជាងគេលើទឹកជ្រលក់មួយនេះឲ្យតែបងប្អូនសាកធ្វើតាមវិធីរបស់ខ្ញុំទឹកជ្រលក់លីអញ្ចឹងចេញមកតានីឲ្យថាចាប់សាច់គោចាប់ជ្រលក់ម្ដុំណាក៏ឆ្ងាញ់ដែរទឹកជ្រលក់របស់យើងម៉ែបខ្ទេចខ្ទីឈ្ងុយចេញពីតៅហ៊ូកៅដែលយើងលីនឹងផងគូផ្សំនឹងសាច់គោរបស់យើងប្រឡាក់ជាមួយនឹងខ្ទឹមសនិងម្ទេសឈ្ងុយក្លិនប៊ឺទៀតគឺថាចាប់ម្ដុំណាក៏ឆ្ងាញ់ចាប់ម្ដុំណាក៏ជាតិដែរបងប្អូនហើយគឺឈ្ងុយមែនទែនអញ្ចឹងហើយមានមុខនេះជូនចំពោះបងប្អូនបើសិនជាអត់ដឹងធ្វើមុខម្ហូបអ្វីញ៉ាំជុំគ្នាងាកឡើងជុំគ្រួសារទេអាចសាកធ្វើមួយមុខនេះបានតានីឲ្យតែរសជាតិដឹងតែឆ្ងាញ់ញ៉ៃចាឥឡូវនេះការបង្ហាញពីរបៀបធ្វើសាច់គោតកូនរបស់ខ្ញុំក៏បានបង្ហាញជូនបងប្អូនរួចរាល់អស់ហើយថ្ងៃស្អែកយើងជួបគ្នាសារជាថ្មីម្ដងទៀតអរគុណ